ជនល្មុបការរំលោភក្មេងស្រីអាយុ6ឆ្នាំត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនជនល្មុបការម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃឃាត់ខ្លួននៅរសៀលថ្ងៃទី25ខែមីនាឆ្នាំ2025នេះបន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីទើបតែមានអាយុ6ឆ្នាំម្នាក់បានសម្រេចរួចរត់គេចខ្លួនបានរយៈពេល5ថ្ងៃគួររំលឹកផងដែរថាកាលពីវេលាម៉ោង4រសៀលថ្ងៃទី21ខែមីនាឆ្នាំ2025ស្ថិតនៅចំណុចភូមិ17ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញដោយស្ត្រីជាម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះត្រូវជាកូនបានសុំរូបគាត់មកលេងផ្ទះម្ដាយមីងក្រោយមកក្មេងស្រីរូបនោះក៏បានមកឈរលេងនៅមុខបន្ទប់មួយសន្ទុះក្រោយមកស្រាប់តែមានបរិសុជនល្មុបការមិនស្គាល់មុខម្នាក់បានមកលួមលោមក្មេងស្រីរងគ្រោះខាងលើដំបូងក្មេងមិនព្រមទៅតាមនោះទេលុះបន្ទាប់មកទៀតជនល្មុបកាមខាងលើក៏ចូលទៅទាញដៃក្មេងស្រីរួចធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្ដងក្រោយពីរំលោភរួចជនសង្ស័យខាងលើក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដងរីឯក្មេងស្រីរងគ្រោះវិញត្រូវរងរបួសត្រង់ប្រដាប់ភេទត្រូវបានក្រុមគ្រួសារដឹកយកទៅកាន់មន្ទីរពេទ្យគុណធបុប្ផាដើម្បីធ្វើការព្យាបាលក្រោយមកទៀតស្ត្រីជាម្ដាយក៏បានទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកដើម្បីធ្វើការដាក់ពាក្យបណ្ដឹងសូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍លុះរហូតដល់នៅរសៀលថ្ងៃទី25ខែមីនាឆ្នាំ2025នេះទើបសមត្ថកិច្ចឃាត់ខ្លួនជនល្មុបកាមខាងលើនេះបានបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនទៅកាន់នាយកដ្ឋាននៃក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរនិងបន្តទៅតាមនីតិវិធី